តែប៉ុន្តែមកយ៉ាងហ្នឹងគឺខ្ញុំមិនដែលបានvoice over ទៅលើវីដេអូដែលបានថតទេដោយសារតែមិចដែលខ្ញុំប្រើរហូតដល់ហ្នឹងគឺវាខូចដល់ពេលខូចចឹងទៅអត់ដឹងត្រូវធ្វើមិនទេព្រោះពេលដែលខ្ញុំអត់ប្រើមិចទៅគឺrecord សំឡេងដែល record ហ្នឹងគឺអត់ច្បាស់របៀបថាពិបាកស្ដាប់ណាចំណែកជាមួយនេះគឺខ្ញុំទើបតែយកមកដើម្បីកាត់បន្ថយនៅការសំឡេងរំខានដែលខ្ញុំបញ្ចូលសំឡេងពីទូរស័ព្ទផ្ទាល់ហ្នឹងព្រោះជាទូទៅខ្ញុំត្រូវថតសំឡេងនៅទីកន្លែងដែលមានម៉ូតូឡានច្រើនដល់ពេលអញ្ចឹងទៅពិបាកស្ដាប់មែនទែនបើសិនជាយើងនៅក្នុងបន្ទប់ហ្នឹងទៅវាអត់អីទេព្រោះវាអត់មានសំឡេងនៃដែលរំខានដល់យើងណាចំពោះប្រអប់មានពេលដែលបើមកគឺមានសភៅណែនាំមួយហើយនេះគឺជាមិចចូលសំឡេងហើយមួយទៀតគឺជាប្រអប់ accessory ដែលវាមាន accessory មួយចំនួនដែលជាងចាំបាច់ធ្វើការប្រើជាមួយនឹងមិចហ្នឹងចំពោះនេះគឺជាប្រភេទជាប៉ុងសម្រាប់ទប់សំឡេងហើយនេះគឺជាថង់សម្រាប់បញ្ចូលអត់ហ្នឹងចំណែកមួយនេះគឺជាប្រអប់សម្រាប់យើងដាក់មិចហ្នឹងក្នុងនោះមានក្បាលសម្រាប់ connect ទៅ iPhone 1ហើយនឹង Android 1ហើយនឹងមានមិច2អានេះមានប្រភេទជាដូច200សម្រាប់យើងមើលថ្មសម្រាប់ពិពងនេះគឺយើងប្រើដើម្បីភ្ជាប់ជាមួយនឹងមិចរបស់យើងព្រោះវាកាត់បន្ថយខ្យល់ខ្លះដែរអានេះវាមានមួយគូព្រោះមិចយើងភ្ជាប់មកគឺមានមួយគូដូចគ្នាសម្រាប់អានេះគឺ accessory ទាំងអស់ដែលវាភ្ជាប់មកជាមួយនឹងមិចហ្នឹងអានេះវាយូរដែរព្រោះការកម្មងចូល2សប្តាហ៍ហើយដែលខ្ញុំរងចាំណាអូខេ